នេះគឺជា pasta តម្លៃ 5,000 រៀលហើយនេះគឺជា pasta តម្លៃ 12,000 រៀលតោះឥឡូវយើងសួរថាមួយណាឆ្ងាញ់ជាងគេអត់ទេហើយទាំងពីរហ្នឹងគឺជា menu មុខម្ហូបដូចគ្នាហ្មងអត់ទេចុះ pasta នេះគឺ pasta shrimp roast ខ្ញុំ order today ពីខាង Grip Bite ហើយមួយទៀតគឺពីខាង pasta អូយ pasta corner អើយជួយសោកទឹកខ្លាក់ហើយទាំងពីរហ្នឹងគឺ shrimp roast ដូចគ្នាអត់ទេគាត់ឃើញមើលនេះជា pasta corner ហើយនេះគឺជា Grip Bite ហើយសម្រាប់ទាំងពីរនេះដែរខ្ញុំនឹងមកភ្លក់ហើយសាក់ប្រៀបធៀបរវាងទាំងពីរហ្នឹងសម្រាប់ភ្លក់មួយនេះដែរគឺមាន kimchi មាន shrimp ឬក៏បង្គានៅក្នុងនេះអានេះមានតម្លៃ 5,000 រៀលតោះយើងសាកអរគ្នាហើយនេះគឺជាសងទៅគេដាក់ឲ្យខ្ញុំតម្លៃ True Thailand អរគ្នាឥឡូវយើងសាកមួយពីរ3មិនគេមិនទៀតក៏សម្រាប់ថាណាដូចខ្ញុំរកចឹងខ្ញុំគិតថាបើមានអ្វីដែលមានក្នុងនេះគឺល្មមមែនតើក៏តម្លៃ 5,000 រៀលផាសាំងវារៀងត្រាយដែរប៉ុន្តែខ្ញុំគិតថារសជាតិគាត់thườngមានរៀង salty បន្តិចសម្រាប់ shrimp roast មាន tomato អីចឹងណាដល់ពេលតែការគិតតែខ្ញុំយកតម្លៃ 5,000 គឺ not bad so yes it's affordable here for someone who's for a budget អូខេយើងមកដល់ pasta corner ម្ដងដល់នេះ shrimp roast pasta តម្លៃ 12,000 រៀលអូខេឥឡូវយើងណែឥឡូវណែដល់ពេលគេមានសមហើយមានសុភាអីក៏ចឹងចឹងអូខេយកសមអូខេមើលដាក់ចំមុកមួយហើយពិតជា creamy មែនតើដល់ពេលខំមើលអូតោះ 17,000 រៀលអូខេមើលOkay, now here. My personal opinion, for taste wise, រសជាតិខ្ញុំគិតថារសជាតិមួយនេះល្អជាងគឺ very well seasoning real គឺ balance គ្នាមែនតើបើសម្រាប់នេះខ្ញុំគិតថារៀងសាបបន្តិចខ្វះជាតិ saltiness សម្រាប់ creamy គឺមានច្រើនជាងនេះអញ្ចឹងខ្ញុំគិតថាពេលហ្នឹងវាម្យ៉ាងម្នាក់ដែរសម្រាប់តម្លៃអញ្ចឹងខ្ញុំគិតថាចេះខ្ញុំនឹងឲ្យមួយនេះ8 លើ 10 ហើយមួយនេះ 7.5 លើ 10 ដល់គ្នាគឺ not that bad ដល់គ្នា for like the prices ប៉ុន្តែនេះគឺជាហាងធំជាងហើយសម្រាប់ Grip Bite គឺជាហាង local ជាងតែពី local ហ៎និយាយប៉ុន្តែ it's good for both sides ដល់គ្នាខ្ញុំមានទីទេ stay tuned for next video ដល់គ្នាអូខេ bye bye